ចង់រៀននៅមហាវិទ្យាល័យពេទ្យអញ្ចឹងនៅក្នុងហ្នឹងគេមានមុខវិជ្ជាដែលគាត់ត្រូវប្រឡងដើម្បីចូលរៀនពេទ្យហ្នឹងហើយទោះបីជាយើងមានគោលបំណងក្នុងការប្រឡងចូលពេទ្យក៏ដោយហើយយើងដឹងថាមុខវិជ្ជាណាដែលយើងត្រូវរៀនដើម្បីប្រឡងសំខាន់គឺរៀបចំពេលវេលារៀនឲ្យមានប្រសិទ្ធភាពប៉ុន្តែយើងមិនអាចមើលរំលងមុខវិជ្ជាផ្សេងៗបានទេក្នុងហ្នឹងភាសាក៏ជាមុខវិជ្ជាមួយដែរដែលត្រូវរៀនអញ្ចឹងជាបទពិសោធន៍បងចង់លើកទឹកចិត្តឲ្យបងប្អូនដែលគាត់ប្រឹងប្រែងកាន់តែខ្លាំងកាន់ល្អប៉ុន្តែសូមរក្សាសុខភាពចានៅពេលដែលយើងកំពុងតែរៀនទី12យើងគួរជ្រើសរើសមុខវិជ្ជារៀនសម្រាប់បងវិញបើតាមបងដឹងក្នុងការរៀនសូត្របច្ចុប្បន្ននេះពេលថ្នាក់ទី12ឡើងគឺការមហាវិទ្យាល័យគេនឹងចម្លែកឯងថាតើពេលដែលយើងប្រឡងចូលមហាវិទ្យាល័យពេទ្យមួយចោះយើងត្រូវប្រឡងទៅលើមុខវិជ្ជាអីខ្លះដើម្បីចូលរៀននៅពេទ្យបានឬក៏ជាប់ឡងជាប់ណាចាអញ្ចឹងបើតាមបងដឹងមកថាគេនឹងតម្លាក់អាហ្នឹងទៅសាលារៀនហើយអញ្ចឹងក្មេងៗដែលគាត់រៀនបាក់ឌុបទាំងអស់គាត់នឹងបានដឹងហើយថាគាត់ត្រូវរៀនអីខ្លះដើម្បីត្រៀមអញ្ចឹងឧបមាថាគាត់ចង់រៀននៅមហាវិទ្យាល័យពេទ្យអញ្ចឹងនៅក្នុងហ្នឹងគេមានមុខវិជ្ជាដែលគាត់ត្រូវប្រឡងដើម្បីចូលរៀនពេទ្យហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាក្នុងហ្នឹងមានមុខវិជ្ជាគណិតមួយចាស់ឧទាហរណ៍អញ្ចឹងណាវាមានមុខវិជ្ជាច្រើនទៀតអញ្ចឹងគាត់កំពុងតែរៀនបាក់ឌុបហ្នឹងគាត់ត្រូវ focus មែនតើឲ្យប្រឹងឲ្យខ្លាំងទៅលើមុខវិជ្ជាគណិតវិទ្យានិងមុខវិជ្ជាតាក់ទងទាំងអស់ដែលគាត់ត្រូវប្រឡងចូលពេទ្យហ្នឹងចាប៉ុន្តែទន្ទឹមនេះបងក៏ចង់សង្កត់កន្លែងហ្នឹងដែរថាទោះបីជាយើងមានគោលបំណងក្នុងការប្រឡងចូលពេទ្យក៏ដោយហើយយើងដឹងថាមុខវិជ្ជាណាដែលយើងត្រូវរៀនដើម្បីប្រឡងប៉ុន្តែយើងមិនអាចមើលរំលងមុខវិជ្ជាផ្សេងៗបានទេបន្ទុកបាក់ឌុបបើតាមបងដឹងគឺគេបូកបន្ទុកហ្នឹងចូលគ្នាចាគេបូកបន្ទុកចូលគ្នាដើម្បីយកចំនួនមួយដើម្បីអាចជាប់បាក់ឌុបបានដែរអញ្ចឹងពួកគាត់ដែលគាត់មានបំណងប្រាថ្នាចង់រៀនមហាវិទ្យាល័យដែលគាត់ចូលចិត្តហ្នឹងគាត់មិនត្រឹមតែ focus ឬក៏យកចិត្តទុកដាក់ទៅលើមុខវិជ្ជាដែលគាត់ត្រូវប្រឡងចូលមហាវិទ្យាល័យហ្នឹងទេតែគាត់ក៏ត្រូវរៀនមុខវិជ្ជាដទៃទៀតដើម្បីគាត់ប្រឡងជាប់បាក់ឌុបសិនដែរហើយចំណុចមួយទៀតដែលបងលើកឡើងហើយនៅតែនិយាយទៅដែរគឺភាសាពីព្រោះភាគច្រើននៅពេលដែលដល់ថ្នាក់បាក់ឌុបឪពុកម្ដាយជាច្រើនគឺតែងតែចង់ឲ្យកូនតម្លាក់ភាសាចោលសិនឬក៏អ្វីដែលគាត់កំពុងធ្វើនោះតម្លាក់ដើម្បីត្រៀមឲ្យខ្លាំងក្នុងការប្រឡងបាក់ឌុបតែចំពោះបងវិញតាមបទពិសោធន៍នៃការរៀនបងលើកទឹកចិត្តថាមិនចាំបាច់តម្លាក់ទេសំខាន់គឺរៀបចំពេលវេលារៀនឲ្យមានប្រសិទ្ធភាពក្នុងហ្នឹងភាសាក៏ជាមុខជំនាញពីមុខវិជ្ជាមួយដែរដែលត្រូវរៀនពីបងប្អូនដឹងហើយស្មីក៏ធ្លាប់រៀននៅមហាវិទ្យាល័យដែរមហាវិទ្យាល័យណាក៏យើងរៀនភាសាអង់គ្លេសដែលជា material ទាំងអស់សិតតែជាភាសាអង់គ្លេសដែរចាអញ្ចឹងបើថាឥឡូវខ្ញុំចេះអង់គ្លេសខ្ញុំគ្រាន់តែជក់មួយឆ្នាំខ្ញុំនៅតែរៀនបានបើតាមបទពិសោធន៍បើសិនជារៀនភាសាយើងអត់ប្រើគឺយើងអាចភ្លេចចាអញ្ចឹងនៅពេលដែលយើងចូលរៀនមហាវិទ្យាល័យក៏យើងអាចមានផលលំបាកច្រើនអញ្ចឹងបទពិសោធន៍បងសូមកុំទម្លាក់ចោលភាសាអីនៅបន្តរៀនទៅមិនតែរៀបចំ schedule រៀនឲ្យបានត្រឹមត្រូវអញ្ចឹងនៅពេលដែលយើងប្រឹងខ្លាំងយើង focus ខ្លាំងនៅបាក់ឌុបហ្នឹងភាគច្រើនគឺភ្លេចថែរក្សាសុខភាពហើយអញ្ចឹងអ្នកប្រឹងរៀនទាំងបងទាំងគេកាលពីរៀនដូចតែគ្នាគឺរៀនដល់ម៉ោង1ម៉ោង2យប់អញ្ចឹងសុខភាពយើងបាក់តាមហ្នឹងដល់ថ្ងៃប្រឡងបងវិញជួសរោមហ្មងអញ្ចឹងជាបទពិសោធន៍បងចង់លើកទឹកចិត្តឲ្យបងប្អូនដែលគាត់ប្រឹងប្រែងកាន់តែខ្លាំងកាន់ល្អប៉ុន្តែសូមរក្សាសុខភាពព្រោះហេតុអីពេលដែលសុខភាពយើងល្អខួរក្បាលយើងហ្នឹងវាមានការផ្ដោតខ្ពស់អញ្ចឹងគុណភាពនៃការរៀនរបស់យើងគឺល្អជាងដែលយើងសុខភាពមិនល្អអញ្ចឹងអ្វីដែលបងចង់លើកទឹកចិត្តជាពិសេសទៅដល់ឪពុកម្ដាយតែម្ដងក្នុងពេលកូនកំពុងរៀនបាក់ឌុបត្រូវដឹងថាការរក្សាសុខភាពកូនទាំងផ្លូវចិត្តផ្លូវកាយគឺសំខាន់ហើយឥឡូវក្មេងៗតិច stress តិច boring មែនទេស្មីមានដែរឃើញចាតិច boring តិច stress កាលពីសម័យបងវិញពាក្យ stress និង boring អត់មានពាក្យថាថ្ងៃនេះបានអាហារអីញ៉ាំណាអញ្ចឹងវាខុសគ្នាឃើញអត់ environment ខុសគ្នាអញ្ចឹងសូមលើកទឹកចិត្តឪពុកម្ដាយរួមទាំងក្មួយបងប្អូនតែកំពុងតែត្រៀមប្រឡងហ្នឹងក៏សូមយកចិត្តទុកដាក់នឹងការរៀនសូត្រនេះគឺជាអ្វីដែលបងចង់ចែករំលែកនិងលើកទឹកចិត្តពួកគាត់